สบัดตะกัดขัดสวายเลี้ยงสหการจมูกในกำลังนิยมกท่านกับบักโปรโมทวันจอกวัดบักจดบักรับติดตั้งสแตมออนไลน์จำนวนปีติดตามเสียงนี้ได้เชื่อจำนวนแต่ช่วยหลุดแต่สำนักขอดคล้นจนสังสายสลับเชิงบริเนี้ยจมูกในวัตถุต่างแต่ป้อนจีจันmấy sinh sao đấy ôi anh ấy không làm à cái này sao đấy không phải sao đấy tao nói này thằng này còn bao nét đi thành một người nét này thành một người đấy của má anh pha đi cháu là để bắt đỏ lên một bóng cùng tắc tách rồi người ta không lên đủ sao vậy bóng chờ bóng đủ sao đây bóng à đây bóng đủ sao vậy này đây mẹ tông đi mời bóng đủ sao anh lên chết lên Sial, naik kucing mana sial dikit. Rồi, ra bên đây nè, qua đây nè. Lấy lui thế nè. Ra bên đây nè. Thôi gì ạ? Anh gì này cô đồ sạch người ta lấy kẻ chuyển thằng bạn để xuống ở đây không tan đó đây không tan đấy wow luôn đâu ủa trời ơi nha mày thấy không Ini main tau. Không con.
nhà cây kia đi mưa nó trong tù rồi mà lên tung tập đó chia đây chia đi con đấy làm một con đó là số ao đấy bắt chơi mà độc độc đã đặt mọi người một món ăn trước đây bắt rồiในรัสเซียថ្ងៃទី20ខែសីហាឆ្នាំ2026កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងសហការជាមួយនឹងកម្លាំងនាយកដ្ឋាននគរបាលព្រំប្រទានបានបើកប្រតិបត្តិការជាប់បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោការប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កាននៅចំណុច2ទីតាំងផ្សេងគ្នាដែលរួមមានជាផ្ទះសំណាក់និងផ្ទះជួលនៅចំណុចភូមិជែកខុំសំរោងស្រុកចន្ទរាខេត្តស្វាយរៀងនៅក្នុងប្រតិបត្តិការនេះទៀតសោតសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យស្រុកចំនួន110នាក់ក្នុងនោះមានស្រី13នាក់រួមមានជនជាតិវៀតណាមចំនួន91នាក់ជនជាតិចិន14នាក់ជនជាតិខ្មែរ5នាក់ព្រមទាំងដកហូតសម្ភារៈវត្ថុតាំងពាក់ព័ន្ធទៅនឹងបទល្មើសស្កាមអនឡាញជាច្រើនទៀតផងដែរក្នុងនោះរួមមានដូចជានៅគោលដៅទី1ចំណុចផ្ទះជួលរបស់ឈ្មោះវ៉ៃសេរីណូចភេទស្រីនៅក្នុងភូមិជែកខុំសំរោងស្រុកចន្ទរាខេត្តស្វាយរៀងនៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន67នាក់ក្នុងនោះមានស្រី13នាក់រួមមានជនជាតិវៀតណាម51នាក់ស្រី12នាក់ជនជាតិចិន13នាក់ជាប្រុសនិងជនជាតិខ្មែរ3នាក់ក្នុងនោះមានស្រីម្នាក់ព្រមទាំងរឹបអូសវត្ថុតាំងរួមមានកុំព្យូទ័រយួរដៃ laptop ចំនួន1គ្រឿងលិខិតឆ្លងដែន2ក្បាលទូរស័ព្ទដៃចម្រុះ45គ្រឿងនិងទូរស័ព្ទដៃផ្ទាល់ខ្លួន3គ្រឿងរួមទាំង iPad 1គ្រឿងដោយឡែកគោលដៅទី2នៅចំណុចផ្ទះសំណាក់យីហោសាណាតាជារបស់ឈ្មោះហ៊ុនភឿងភេទស្រីនៅក្នុងភូមិជែកខុំសំរោងស្រុកចន្ទរាសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន43នាក់មានជនជាតិវៀតណាម42នាក់ស្រី5នាក់និងជនជាតិចិនម្នាក់ចាប់យកវត្ថុតាំងរួមមានកុំព្យូទ័រយួរដៃ laptop ចំនួន8គ្រឿងលិខិតឆ្លងដែន14ក្បាលទូរស័ព្ទដៃចម្រុះ109គ្រឿងទូរស័ព្ទដៃផ្ទាល់ខ្លួន38គ្រឿងអត្តសញ្ញាណប័ណ្ណវៀតណាមចំនួន12សន្លឹកនិងស៊ីមកាត់វៀតណាមចំនួន1កាតប្រតិបត្តិការនេះទៀតសោតគឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សុខេតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមពេងពោសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងស្ដីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្កាមនៅទូទាំងខេត្តស្វាយរៀងជាក់ស្ដែងលោកឧត្តមសេនីយ៍តូពេជ្រវរៈស្នងការនគរបាលខេត្តស្វាយរៀងបានដឹកនាំកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយនឹងកម្លាំងនាយកដ្ឋាននគរបាលព្រំប្រទានដឹកនាំដោយលោកឧត្តមសេនីយ៍តូប៉លរតនាអនុប្រធាននាយកដ្ឋាននគរបាលព្រំប្រទាននិងដែលមានការសម្របសម្រួលពីឯកឧត្តមខំសុផារីព្រះរាជអាជ្ញាអមស្រាដំបងខេត្តស្វាយរៀងផងដែរបច្ចុប្បន្នជនសង្ស័យប្រកបជាមួយនឹងវត្ថុតាំងត្រូវបានសមត្ថកិច្ចជំនាញកសាងសម្រិទ្ធបញ្ជូនខ្លួនទៅកាន់ស្រាដំបងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់រីឯទីតាំងប្រព្រឹត្តបទល្មើសក្រុមការងារបាត់បិទសៀលទីតាំងជាបណ្ដោះអាសន្ននាងខ្ញុំអែលស្រីណូចពីកម្មវិធី TVB ព័ត៌មាន